ឲ្យទោះបីជាក្រុមតែពីរត្រូវបានធ្លាក់ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ប៉ុន្តែរវាងមន់គកបារាំងជាមួយនឹងតោកំណាចអង់គ្លេសត្រូវទូទាត់លាត់សោយមួយជើងចុងក្រោយដណ្ដើមលេខ3ដើម្បីទាមទារយកសេចក្តីថ្លៃថ្នូរមុនពេលត្រឡប់ទៅកាន់សេតវិមានថ្ងៃនេះខ្ញុំនឹងជួបបងប្អូនសាជាថ្មីខ្ញុំចង់និយាយរឿងរ៉ាវក្រុមទាំងពីរបន្តិចពីរចំណុចសំខាន់ទី1រឿងរ៉ាវរបួសស្នាមដិតដាមជាប់ទៅនឹងបេះដូងរវាងក្រុមទាំងពីរមានទាំងការចងគំនុំរវាងអង់គ្លេសទល់ជាមួយនឹងមន់គកបារាំងរឿងទី2អយុត្តិធម៌រឿងរ៉ាវអ្វីឥឡូវប្រើពីការប៉ះគ្នារវាងក្រុមទាំងពីរបាទបងប្អូនស្គាល់ហើយកម្រិត FIFA លេខ3លេខ4គេបានប៉ះគ្នាហើយក្រោយតែធ្លាក់ចេញពីបងធំទាំងពីរមានអាហ្សង់ទីនមានគោជំទង់អេស្ប៉ាញបានទម្លាក់ពួកគាត់ឲ្យពួកគាត់មានវាសនាជួបគ្នាបាទគូព្រេងមិនព្រាត់ឥឡូវនេះគឺបានជួបហើយក្រុមទាំងពីរប៉ះគ្នានៅក្នុងប្រវត្តិសាស្ត្រ World Cup 3 ដងអង់គ្លេសបងប្អូនស្គាល់ថាជាតោក្រដាស់ធ្វើបានល្អជាងបាទ2ដងរីឯម្ដងចុងក្រោយដែលបារាំងបានយកឈ្នះនៅចន្លោះឆ្នាំ2022អ្នកទាំងពីរប៉ះគ្នាប្រមាណជាង32ដងហើយបើយើងមើលរឿងរ៉ាវកន្លងផុតទៅបងប្អូនបានស្រាវជ្រាវតាមដានជឿជាក់ថាដឹងច្បាស់អង់គ្លេសនៅតែធ្វើបានល្អជាងអង់គ្លេសឈ្នះទៅលើមន់គករហូតដល់17ដងប៉ុន្តែយុគសម័យបាល់ទាត់ទំនើបនេះការប៉ះគ្នាមិនថាមិត្តភាពមិនថាការប៉ះគ្នារឿងរ៉ាវផ្សេងជាពិសេសគឺការធំគឺបារាំងបាទបារាំងតែតែធ្វើឲ្យអង់គ្លេសរបួសក្រំគ្រាបាទពេញមកប្រជាជាតិរបស់អង់គ្លេសទៅហើយឥឡូវចាប់ដើមចូលទៅដល់ចំណុចទី1ខ្ញុំនិយាយអំពីរបួសស្នាមដែលបានដិតដានជាប់របស់ក្រុមជម្រើសជាតិអង់គ្លេសអ្នកទាំងពីរត្រូវបានប៉ះគ្នានៅក្នុង FIFA World Cup ចំនួន3ដងដូចតែបានរៀបរាប់ខាងលើបាទចំណុចទី1របួសស្នាមដែលបានដិតដានជាប់ជាមួយនឹងបេះដូងរបស់អ្នកគាំទ្រអង់គ្លេសនៅឆ្នាំ2022ក្រុមទាំងពីរកំពុងតែលេងទឹកភ្លៀងជាមួយគ្នានៅឯប្រទេសកាតាអង់គ្លេសកំពុងតែមានប្រព័ន្ធលេងល្អណាស់បងប្អូនបាទតាំងតែពីខ្សែការពារបម្រើប្រយុទ្ធរហូតដល់ខ្សែប្រយុទ្ធទាំងសេរីចាស់ Hurricane នេះហ្នឹងតង់ទី1បងប្អូនបានតាមដានមើល2022វគ្គ8ក្រុមចុងក្រោយបាទគឺនៅតែពេញសាច់ហើយកំពុងតែលេងល្អភ្លឹបបាទទាំងការបាល់ក្រោះទាំងបាល់ឡងផាសទាំងបាល់ខ្លីចេញពីស្លាប់បាទចាក់ចេញពីបម្រើប្រយុទ្ធរហូតដល់ខ្សែប្រយុទ្ធគឺល្អប៉ុន្តែអ្វីដែលធ្វើឲ្យអង់គ្លេសរលាយក្តីសង្ឃឹមទៅវិញនៅខ្សែប្រយុទ្ធ Sergio Hurricane សុទ្ធមកពេលនឹងទីបញ្ចប់ឡើងទៅខាងលើរបាល់ទីដែលជាហេតុបង្កឲ្យមន់គកបារាំងយកឈ្នះដោយលទ្ធផល2-1ធ្វើឲ្យក្រុមរបស់ខ្លួនវិចវ៉ាលីចេញទាំងសោតនេតកម្មបាទនៅត្រឹមវគ្គ8ក្រុមចុងក្រោយឆ្នាំ2022នៅឯប្រទេសកាតាឥឡូវយើងចូលមកដល់រឿងរ៉ាវអយុត្តិធម៌ទី2នៅឆ្នាំ2004ជាងបាទ2ទសវត្សរ៍មុនអ្នកណាក៏ដោយក៏សិតតែបានដឹងថាអង់គ្លេសបើកការនាំមុខមួយគ្រាប់ស្ទើរតែចប់ការប្រកួតទៅហើយអ្វីដែលវាធ្វើអភិនិហាកើតឡើងវារយៈបរោះបាល់ទាត់របស់មន់គកបារាំងលោកស៊ីដេស៊ីដាននាំបារាំងលេងទឹកភ្លៀងទៀតបាទពីគ្រាប់ទន់នៅនាទីទី90+1និងនៅនាទីទី90+3វាធ្វើឲ្យចំណីចាក់ខុរួមទៅនឹងផ្ទាំងទស្សនីយភាពអ្នកគាំទ្រមួយសកលលោកមានបេះដូងពីចំណែករហែកខ្ទេចខ្ទីអស់លេងបាទវាជាគំនុំមួយដែលគួរតែយកមកជំរះបញ្ជីនៅក្នុងវគ្គដណ្ដើមលេខ3នេះរវាងក្រុមទាំងពីរចឹងរឿងរ៉ាវដែលបងប្អូនបានតាមដានប្រកាសជាបានដឹងច្បាស់ក្រុមទាំងពីរគឺមានកំណត់ត្រាជាមួយគ្នាច្រើនមានទាំងភាពសប្បាយរីករាយស្នាមញញឹមបិទមាត់បញ្ចិតរួមទៅនឹងគំនុំដែលកំពុងតែដក់ជាប់នៅក្នុងបេះដូងយើងបន្តមកដល់បច្ចុប្បន្នភាពដែលគេនឹងរៀបចំលេងនៅក្នុងកីឡដ្ឋានបាទMiami Stadium បាទនៅក្នុង Florida Garden សហរដ្ឋអាមេរិកផ្ទាល់តែម្ដងដែលនៅប្រារព្ធថ្ងៃទី19វេលាម៉ោង4ទៀបភ្លឺឈានចូលដល់ថ្ងៃទី20វគ្គដណ្ដើមលេខ3ខ្ញុំមើលរ៉ូលរបស់ក្រុមទាំងពីរក្រោយតែពីបត់ពិសោធន៍ប៉ះជាមួយនឹងអាហ្សង់ទីនប៉ះជាមួយនឹងគោក្រហមអេស្ប៉ាញសម្រាប់អង់គ្លេសបងប្អូនជាច្រើនតែងតែមើលឃើញចន្លោះប្រហោងច្រើនក្រោយតែពីបើកការនាំមុខទៅលើអាហ្សង់ទីនមកគ្រាប់បងប្អូនខ្លះក៏ថាអូអង់គ្លេសទប់បាទលាក់ដូរការពារទប់តាំងតែពីនាទីជិតជាងមករហូតទប់ដូចម៉ៃថៃសាន់វាយជាមួយកូនក្មេងហ្នឹងបាទប្រឡែងរហូតដល់បើកប្រទីខ្លួនឯងពីគ្រាប់អានេះជាការមើលឃើញរបស់បងប្អូនមួយជ្រុងហើយខ្ញុំអត់មើលឃើញបងប្អូនអញ្ចឹងទេបាទខ្ញុំគិតថាអង់គ្លេសទប់កម្រិតទប់របស់អង់គ្លេសប្រហែលជា 65% បាទការប្រឹងនៅក្នុងការចាក់ចន្លោះច្រោះទៅលើខ្សែប្រយុទ្ធចេញពីស្លាបរបស់ខាងអង់គ្លេសគាត់មានប្រមាណខ្ទង់ 30-40% ដែរប៉ុន្តែដោយសារតែយុទ្ធសាស្ត្ររបស់សកាឡូនីគាត់ល្អបាទរៀបចំទម្រង់ខែលសេនាការពាររបស់បាត់ខាងអាហ្សង់ទីនរឹងដូចដៃថែបក្រោយតែពីការផ្លាស់ប្ដូរសមាជិកប្រមាណនេះអញ្ចឹងអង់គ្លេសពិបាកនៅក្នុងការវាយបកក៏ពិបាកនៅក្នុងការរកប្រមាណត្រឡប់មកវិញណាដែលធ្វើឲ្យអង់គ្លេសបាទបន្សល់នៅទឹកភ្នែកបាទត្រឹមវគ្គ4ក្រុមចុងក្រោយខ្ញុំកំពុងតែឃើញថាជូត Bellingham មានរ៉ូលលេងយ៉ាងប្លែកខុសពីធម្មតានាមជាខ្សែបម្រើប្រយុទ្ធទេប៉ុន្តែតែងតែបង្កើនអភិនិហាររកបានគ្រាប់បាល់ជាបន្តបន្ទាប់រីឯ Anthony Gordon ក៏ទើបតែរកបានមួយគ្រាប់ទល់ជាមួយនឹងអាហ្សង់ទីនGordon គឺជាខ្សែប្រយុទ្ធដ៏មានសក្តានុពលបងប្អូនតែងតែដឹងថាគាត់គឺជាសរសៃឈាមរបស់សារកាព្រៃតាំងតែមុនផ្លាស់ប្ដូរចូលមកលេងនៅ FC Barcelona ម្លេះបាទ
តម្រាំតែលេងចូលគ្នាស៊ីវិទ្យាគ្នាត្រូវគ្នាបងប្អូនចាយពេលប្រហែលច្រើនប្រកួតណាតាំងតែពីគ្រប់ stage ដល់ពេលនេះខ្ញុំឃើញគាត់ចាប់ដើមលេងត្រូវគ្នាហើយខ្សោយខ្សែការពារខ្សោយរ៉ូលការពារបន្តិចបាទអញ្ចឹងសង្ឃឹមថាអង់គ្លេសនឹងមានកំណែទម្រង់ចរន្តហោងកន្លែងដែលកំពុងតែជួបបញ្ហាជួបប្រទះរីឯមន់កុកបារាំងមន់កុកបារាំងគឺជាក្រុមដែលសម្បូរទៅដោយធនធានក្រុមសម្បូរទៅដោយខ្សែប្រយុទ្ធមុតច្បាស់រហ័សលឿនក៏ប៉ុន្តែបើសិនមកប៉ះជាមួយនឹងក្រុមបកាយទប់ហើយនឹងវាយបកបារាំងក៏ពិបាកដូចគ្នាបារាំងរត់ដង្ហើមធំដូចគ្នារកអុកស៊ីហ្សែនដូចគ្នាបាទប៉ះជាមួយស្ប៉ាញកម្រិត quality សមាជិកភាពរួមទាំង squad កីឡាករជម្រើសជាតិទាំងពីរមិនលើសខ្វះគ្នាប្រហែលទេប៉ុន្តែបារាំងមិនអាចធ្វើឲ្យបន្ទាយរបស់គូក្រហមបានទេបាទដោយធ្លាក់ចេញទៅវគ្គ4ក្រុមចុងក្រោយដោយដែលបងប្អូនបានដឹងអញ្ចឹងក្រុមទាំងពីរគឺមានតម្លៃខ្លួនបានប្រហាក់ប្រហែលគ្នាបារាំងគឺរាប់ថាជាក្រុមជម្រើសជាតិដែលមានតម្លៃខ្លួនលំដាប់មហាសេដ្ឋីហើយ 1.52 លានអឺរ៉ូស្របពេលដែលក្រុមជម្រើសជាតិអង់គ្លេសដែលមានតម្លៃខ្លួនសរុបប្រមាណជាង 1.32 លានអឺរ៉ូក្រុមមន់កុកបារាំងអាចតតាំងជាមួយនឹងតោកំណាចអង់គ្លេសបានទេឬមួយក៏ក្រុមទាំងពីរនឹងមានម្នាក់ញញឹមបិទមាត់បញ្ចិតនៅក្នុងការដណ្ដើមជាចំណាប់ថ្នាក់លេខ3ជួបគ្នានៅក្នុងកាប់ផ្សាយបន្តផ្ទាល់ចេញពី KM Sport